ấy nè nhom sợi tắc tia đó chị bì chị taxi mau ôi sco khóa ốc phèm hỏi nó clean cái trong khai luôn chị nè chấm riêng ấy tôi còn ai sẵn lanh luôn á từ tom chấm này vô lẽ trong riêng xa khai từ trên nè đà ra là bay môi dương nè chấm riêng anh nhom nhom tắc á nhom mà cả đông đang phát tàu bia ấy nhom clean hamburger mà hamburger say anh không biết lùi mà riêng thế chuột mình chạy nhom lư tha nơi tì trong đang miên hamburger chán nha mà phát tắc à miền mát tia chớn bê thôi nhá hồ lùi hồ cay mơ mà tật đang miên đầm ấy mà đầm say anh đuổi tật piêng thật mình nó là tật khơi nhá xong bay là tật thật đây mà là câu nà lời chê toàn cái đặc lo chấm riêng khang này cả xuông kế nè mai chia sợi côn dương tập lon chấm riêng thì lôi chuột khai chia đặt kia là con mà nhom chẳng thơ nè chấm riêng á mà anh thơ nè chấm riêng đang thưa mấy cái chắp cho á mai chơi chẹp thêm phòng tamสมรรถភាព កូន មិន បាច់ សោក ប៉ាន់ អី ទេ ភាក ច្រើន ណា គឺ ថា តារា ចម្រៀង គេ យក មក តាម ខេត្ត អញ្ចឹង តន់ នេះ ខ្មែរ ជា សកល ឥឡូវ គេ កំពុង តែ រើស ហើយ អញ្ចឹង អូ កូន ឯង ប្រាប់ ទៅ ម៉ែ ម៉ែ ជួយ មើល មុខ មាត់ ខ្ញុំ អញ្ចឹង អាច ជាប់ ទេ ម៉ែ ជាប់ តា ម៉ែ ទៅ មើល អញ្ចឹង តាំង តា ម៉ែ បើ ជាប់ ម៉ែ ម៉ែ ឲ្យ ជា កម្លាំង ចិត្ត ណា កូន អញ្ចឹង ម៉ែ អរគុណ ណា ម៉ែ ណា មួយ រុញ អើយ មក ទៅ ប្រឡង គាត់ មក កូន មក កូន មិនងាយទេណាកូនណាជាប់លេខ1លេខ2វាមិនសំខាន់ទេឲ្យតែជាប់កូនឯងបានលេខ5ម៉ែអូយម៉ែជាប់លេខ5ជាប់លេខ5ម៉ែជាសកលកូនអូយកូនមកដឹងឃើញខ្ញុំប្រាប់ម៉ែថ្ងៃប្រាប់ទៀតថាខ្ញុំមកធ្វើឲ្យម៉ែខកបំណងទេថាខ្ញុំទៅប្រឡងយកឲ្យជាប់មែនសំខាន់ណាកូនឯងវារូបរាងស្អាតផងសំខាន់វាអញ្ចឹងកូនអ្នកមីងអូមានកូនដែលជាតារាចម្រៀងព្រោះមែនជាប់កូនខ្ញុំអញ្ចឹងណែអូយណាបញ្ញាច្រៀងព្រោះឃើញខ្ញុំប្រឡងជាប់ទេហ្នឹងហើយស្បាយចិត្តឯងព្រមទៅប្រឡងទេទៅប្រឡងទៅប្រាប់ទៅនេះមិនព្រោះដូចគេហងអាទិត្យទុកឲ្យចាស់និយាយម្ដងរឿងល្បីច្រៀងនោះល្បីហើយខ្ញុំគិតតែចេះខ្ញុំនឹងចង់បបួលមនាងនេះណាចង់ហាវមិនមែនបបួលទេបបួលទៅប្រហែលអ្នកឯងទៅបានថាបបួលតែក្មេងចឹងហាវខ្ញុំមិនបាច់បបួលទេអត់តែអ្នកឯងគាត់បបួលចឹងឲ្យអ្នកឯងជូនកូនទៅចឹងណាខ្ញុំចង់ឲ្យមនាងនេះច្រៀងដាក់ខ្សែភាពយន្តអញ្ចឹងហ្នឹងហើយអូយម៉ាហើយដែលស្គាល់ខ្ញុំទេអត់ខ្ញុំឈ្មោះពិនសំណាងអូយបងពិនសំណាងអូយខ្ញុំបងដល់ដល់ស្នាក់ទាញនោះបងខ្ញុំលឺតែសំឡេងខ្ញុំលឺតែតាមគេនិយាយបងពិនសំណាងណាបងពិនសំណាងឥឡូវខ្ញុំឃើញមុខផ្ទាល់ខ្ញុំលឺកូនអ្នកឯងច្រៀងព្រោះចឹងខ្ញុំថាបើសិនមនាងនឹងយកមកច្រៀងដាក់ខ្សែភាពយន្តល្អបងឥឡូវបងឯងជួយទៅណាជួយក្មេងទៅខ្ញុំអត់ភ្លេចគុណបងឯងទេចាំអីទេតែខ្ញុំថាច្រៀងកើតល្អហើយខ្ញុំមើលដែរណាគុណណាគុណណាបានច្រៀងចាបងបាយចិត្តណាតែចឹងនាំកូនទៅណាជីវប្រវត្តិរបស់តារាកិត្តិយសនៅក្នុងរាត្រីនេះបានបង្ហាញជូនទៅដល់អស់លោកអ្នកហើយតាមរយៈរឿងកំ pl ែងឃើញថាគឺជាជីវិតរបស់ចាពីដើមឡើយគឺគាត់បានធ្វើដំណើរមកទីក្រុងភ្នំពេញហើយគឺចាប់បំណងចិត្តគាត់នឹងគាត់ស្រឡាញ់ខាងផ្នែកចម្រៀងចាហើយក៏ត្រូវបានចាអ្នកបញ្ចូលសម្លេងចាគឺលោកពូប៉ិនសំណាងគាត់បានចាប់អារម្មណ៍តាក់ទងឲ្យគាត់បានសហការគ្នាធ្វើការរួមគ្នាដើម្បីបញ្ចូលច្រៀងបញ្ចូលក្នុងខ្សែភាពយន្តចាបាទរហូតមកដល់ពេលនេះគឺគាត់បានចូលរួមជាមួយនឹងវិស័យសិល្បៈរបស់គាត់ធ្វើឲ្យគាត់ទទួលបាននូវជោគជ័យហើយមិនត្រឹមតែប៉ុណ្ណោះទេក៏មានការចូលរួមពីមហាជនជាច្រើនដើម្បីគាំទ្រដល់រូបគាត់មានឈ្មោះបោះសម្លេងរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយនៅក្នុងរាត្រីនេះវត្តមានរបស់គាត់នឹងបង្ហាញជូននៅក្នុងកម្មវិធីប្រស្នាតារាថាតើវត្តមានរបស់តារារូបនេះគឺជាវត្តមានរបស់តារារូបណាដូច្នេះសូមដួងតារាទាំង3ដួងចាវត្តមានរបស់តារារូបនេះជាតារារូបណាបាទទៅអត់
ត្រូវអត់ខុសទេ អត់ខុសទេ តែគាត់ថាទស្សនិកជនប្រកាសជាចង់ជ្រាបឲ្យថាតើតារារូបណាដែលគាត់មានជីវប្រវត្តិចាដូចនៅអ្វីដែលកម្មវិធីប្រសាតារាយើងពីព្រោះមានពេលខ្លះមិនមែនយើងសរុបមកគឺសុទ្ធតែតារាចម្រៀងអាជីពឬមួយក៏គាត់នេះពីណាពីណីទេប៉ុន្តែជួនកាលក៏ជាតារាដែលគាត់កំពុងតែទទួលបានការគ្រប់គ្រងពីទស្សនិកជនឬមួយក៏ជាតារាពីចំនួនមុនឬមួយក៏យ៉ាងណាគឺមានគ្រប់ទាំងអស់នៅក្នុងកម្មវិធីយើងចាអញ្ចឹងទស្សនិកជនមួយចំនួនដែលលោកគ្រប់គ្រងចាសិល្បៈហើយជាពិសេសផ្នែកចម្រៀងនោះលោកប្រកាសជាអាចជ្រាបឲ្យថាតារាមួយរូបនោះគឺជាតារារូបណាប៉ុន្តែដែលឡែកដួងតារាទាំង3ដួងប្រកាសជាកំពុងតែកាត់ទេណាដឹងមួយណាទេទាយព្រាវទៀតហើយចា បាទដូច្នេះសូមការទូទាយរបស់ដួងតារាទាំង3ដួងបាទជាដំបូងនេះសូមការទូទាយរបស់ដួងតារាទី1 បាទប្រខ្ញុំបាទគឺថាមិនទៅណាឆ្ងាយទេដូចជានៅក្បែរនឹងដែរ ចា ខ្ញុំសូមទាយថាកញ្ញាកៅកាន់ហាបងដៃគូរបស់ខ្ញុំ អឺ ចាដៃគូមិនដៃគូមិន ដៃគូមានច្រើនយ៉ាង ប្រឡងកម្មវិធីជាមួយគ្នាបងកម្មវិធី The Best Star អូ The Best Star បាទ ចាចំណុច ដៃគូអីផ្សេង ចាចំណុចត្រង់ណាដែលរណាគិតថាគឺជារឿងរបស់កញ្ញាកៅកាន់ហា បាទចំណុចសំខាន់ដែលខ្ញុំសង្កល់នោះគឺត្រង់គាត់ម្ចាស់ផលិតកម្មបងពិនសំណាងគាត់ហៅចូលផលិតកម្មរបស់គាត់បាទគឺត្រង់នឹងដែរគឺត្រង់នឹងបាទបង បាទចង់ដឹងជាបន្តទៀតតើដួងតារាទី2គាត់ទូទាយទៅមើលថាតើតារាកិត្តិយសគឺជាតារារូបណាបាទសូមអញ្ជើញ តារាកិត្តិយសគឺបងស្រីឆោមនិមល ចាអរគុណសម្រាប់ការទូទាយរបស់ដួងតារាទី2ចាដួងតារាទី3ទូទាយទៅមើលថាតើជាតារារូបណាសូមអញ្ជើញ បាទសម្រាប់ខ្ញុំបាទសូមទូទាយថាជាកញ្ញាកៅកាន់ហា បាទចំណុចត្រង់ណាដែលយល់ថាជាកញ្ញាកៅកាន់ហា បាទតាមតែខ្ញុំបាទបានទស្សនានៅរឿងកំ pl ែងខ្លីឃើញថាកញ្ញាមើលទៅមានចរិតកំិចកំើមមិនតែប៉ុណ្ណោះកញ្ញាបើសិនជានៅលើឆាកសម្ដែងគឺកញ្ញាអាចធ្វើចរិតជាស្កុតសង្គមបានហើយមួយវិញទៀតគឺកញ្ញាបានចូលជានៅផលិតកម្ម PSN ដែលកញ្ញាធ្លាប់បានចេញបទនៅបទចម្រៀងជាច្រើននៅក្នុងសាច់រឿងនៃពណ៌អប្សរារបស់យើងជាពិសេសគឺរឿងឥណ្ឌាបាទ បាទគឺថាដួងតារាទាំង3ដួងគឺគាត់បានធ្វើការជ្រើសរើសរួចមកហើយចង់ដឹងថានៅក្នុងរាត្រីនេះវត្តមានរបស់តារាកិត្តិយសតើដោយអ្វីដែលគាត់ទូទាយឬក៏ខុសឬក៏យ៉ាងណានោះសូមទស្សនាជាមួយនឹងកម្មវិធីទាំងអស់គ្នាហើយលោកអ្នកសូមចូលរួមទូទាយទាំងអស់គ្នាថាតើតារាកិត្តិយសគឺជាតារារូបណា ចាជាបន្តសូមស្វាគមន៍វត្តមានរបស់តារាកិត្តិយសដែលនៅក្នុងវគ្គនេះនាំមកជូនលោកអ្នកដោយ មន្ទីរព្យាបាលថ្មិញដួងសិនមន្ទីរព្យាបាលថ្មិញដួងសិនមានតនបដិទ្ធមានបទពិសោធន៍យូរឆ្នាំមានក្រុមសិលធម៌ល្អបំពាក់ដោយឧបករណ៍ទំនើបទាន់សម័យមានដកថ្មិញដាក់ថ្មិញពុតថ្មិញដាំបង្គោលក្នុងឆ្អឹងនិងធ្វើថ្មិញឲ្យសមន្ទីរព្យាបាលថ្មិញដួងសិនមានទីតាំងស្ថិតនៅខាងលិចឈៀងខាងត្បូងផ្សារទំនើបសូរិយាសូមបង្កើនស្នាមញញឹមនិងភាពជឿជាក់ជាមួយនឹងមន្ទីរព្យាបាលថ្មិញដួងសិន ចង់ដឹងថាតើតារាកិត្តិយសនៅក្នុងរាត្រីនេះគឺជាកញ្ញាកៅកាន់ហាឬមួយក៏ជាបងស្រីឆោមនិមលសូមស្វាគមន៍ទាំងអស់គ្នា តារាដួងណាជាតា